សំណួរទី1ធ្វើយ៉ាងណាដើម្បីព្រះពុទ្ធសាសនារីកចម្រើនធ្វើម៉េចឲ្យរីកចម្រើនបើម្នាក់ខ្ជិលទៅវត្តចឹងហើយស្ដាប់ធម៌ឥឡូវស្ដាប់ធម៌ឥឡូវដាក់ concert មើលដាក់ concert មើលមិននឹកប៉ុណ្ណឹងទេមែនទេដាក់ concert មើលហ្នឹងហើយអញ្ចឹងយើងត្រូវដឹងថាតើពុទ្ធសាសនាគឺជាអ្វីសិនមុននឹងយើងចង់ឲ្យពុទ្ធសាសនារីកចម្រើនយើងត្រូវដឹងថាតើស្អីជាពុទ្ធសាសនានឹងមកពីពុទ្ធធានំសាសនាសាសនាជាអវាទជាមេរៀនជាពាក្យព្រានប្រដៅជាពាក្យផ្ដាំផ្ញើជាការសម្ដែងឡើងរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងពាក្យថាចូលកាន់ពុទ្ធសាសនាមិនមែនចូលវត្តទេបជាវក៏ចេះចូលវត្តបានដែរបជាវចូលវត្តបានអត់ពិតវាចូលធ្វើអីចូលមកអាចដាក់ពហិជកគោចូលវត្តអត់វាចូលមកធ្វើអីចូលមកស៊ីស្មៅស្អីទៀតព្រាបចូលវត្តអត់វាចូលមកធ្វើអីចូលអាចដាក់ព្រះអញ្ចឹងពាក្យថាចូលកាន់ពុទ្ធសាសនាមិនមែនចូលដោយរបៀបអញ្ចឹងទេយើងជាមនុស្សចូលកាន់ពុទ្ធសាសនាចូលទៅមកអុជទៀនមកអុជធូបមានលើសប្រែមានលើសព្រាបណាចូលអត់ស្គាល់ព្រះដដែលហ្នឹងគ្រាន់តែចូលមកអុជទៀនចូលមកអុជធូបគ្មានស្គាល់ព្រះទេអាចខឹងព្រះថ្ងៃណាមួយទៀតព្រោះបន់ចាក់កតុយលេខអត់ត្រូវអត់ជួយអញព្រះវត្តនឹងអត់ប្រកែព្រះវត្តនឹងអត់ជួយអញឃើញអត់នឹងអញ្ចឹងទេបើញាតិញោមណាស្លាប់សុំកតុយលេខព្រះខ្លះហ៎តួដែលក៏មិនហ៊ានដែរនឹងហើយដល់ពុទ្ធព្រះអង្គសម្ដែងស្អីលបែងជាប្រធាននៃសេចក្តីវិនិច្ឆ័យឬក៏ប្រធាននៃសេចក្តីចម្រើនព្រះអង្គឲ្យលេងឬក៏ព្រះអង្គហាមមិនឲ្យលេងហើយមកសុំព្រះអង្គទៀតឃើញទេហ្នឹងមកស្បត់ឲ្យងាប់ហ្នឹងហ្នឹងហ្នឹងឲ្យចូលមកអញ្ចឹងចាញ់ព្រាបហ្នឹងចូលមកស្បត់សិតតែឲ្យងាប់អាណាក៏អាក្រក់ឲ្យអានឹងស្លាប់អីដល់ពុទ្ធព្រះអង្គឃើញអ្នកមានពេលវេលាព្រះអង្គសម្ដែងឲ្យលើកលែងឲ្យរងាប់ពីដំណើរព្រះអង្គចេះហើយយើងដើរមកសដើរប្រជ្រះទាំងអស់អាចចាញ់គោផងគោស៊ីតែស្មៅតាមានមកប្រឈឺព្រះដូចយើងអញ្ចឹងណាហ្នឹងអញ្ចឹងទោះបីយើងប្រឹងថាធ្វើឲ្យរីកចម្រើនមិនក៏រីកទៅអត់រួចដែរអញ្ចឹងបានម្សិលមិញអាត្មាសួរក្មេងៗតូចៗណាមកសួរថារាល់ថ្ងៃហ្នឹងសំគួរខ្លួនឯងថាយួននៃខ្មែរឥឡូវនេះឆ្លើយទាំងអស់ថាខ្មែរមើលស្អីទៅខ្មែរបាទមកសួរលបែងស្អីអាលេងបដើមកហ្នឹងបោះខ្មែរយូរថ្មចុះអាលេងប៉ាតម្សៅខ្មែរហ្នឹងអាខ្លះឆ្លើយថាហ្នឹងបោះខ្មែរដែរញាតិញោមមនុស្សអាចរក្សាអីបានវាទាល់តែស្គាល់របស់នោះច្បាស់ធ្វើស្រែក៏ត្រូវតែស្គាល់ស្រែដែរបើមិនចាំស្រែទេទៅភ្ជួរខុសស្រែហើយមែនទេហ្នឹងយើងគិតថារក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យបានគង់វង្សទីមួយវាទល់តែស្គាល់ថាស្អីជាបោះខ្មែរឥឡូវនឹងអត់ស្គាល់ក្មេងៗអត់ស្គាល់ទេហើយបើអត់ស្គាល់យ៉ាងរក្សាស្អីឃើញទេលែងស្គាល់អត្តសញ្ញាណខ្លួនឯងជាស្អីទៅហើយពុទ្ធសាសនាដូចគ្នាដើម្បីរក្សាឲ្យរុងរឿងរីកចម្រើនវាទល់តែស្គាល់ថាខ្លួនយើងជាអី
ហើយព្រះពុទ្ធសាសនាគឺជាអ្វីដំបូងត្រូវរកចំណុចនឹងសិនតែបើអត់ស្គាល់ទេយើងខំលើកអូយលើកនិយាយពីលើកជាងការធ្វើបុណ្យម្ដង7 យប់ 7 ថ្ងៃអីប៉ុន្តែដូចនាំគ្នាបំផ្លាញសាសនានឹងអញ្ចឹងទីវត្តដោយច្រើនคล้ายទៅជាមហោស្រពទៅហើយវាមិនមែនជាកន្លែងដូចសម្ដេចព្រះសង្ឃរាជលោកតែងចម្រៀងស្អីគ្រប់វត្តអារាមឬតែបាសញាប់ញ័រអានឹងគួសូនចេះវិញឥឡូវនឹងញាក់ដោយត្រដសូនចេះទៅសឹងតែដាច់ខ្យល់រំម្ដងបើមិនដំបងក៏កបិតឡើងក្បាលជាងចេះវិញទៅនេះតែយើងបានផ្ដល់អីដល់បរិស័ទផ្ដល់អីដល់សង្គមអញ្ចឹងបើពុទ្ធសាសនាមិនសាបសូន្យទេទៅចម្លែកណាវាត្រូវតែវិន័យវាត្រូវតែសាបសូន្យហើយពីព្រោះយើងយកអបាយមុខនឹងមកជាធំទៅវិញហ្នឹងហើយអាត្មាឆ្លើយសរុបទៅចុះនិយាយវាមិនចប់ទេណានិយាយហេតុផលច្រើនវាមិនចប់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងចេះថាព្រះសទ្ធម្មនេះអាចរុងរឿងបានដោយហេតុ5យ៉ាងញាតិញោម5យ៉ាងសរុបឲ្យខ្លីមកនិយាយច្រើនទៅបានតែស្ដីថានោះវាអត់ប្រយោជន៍ស្ដីលឺតែអ្នកមកស្ដាប់តែអ្នកអត់ស្ដាប់មានលឺស្អីស្ដីមុខប៉ះដែលដូចស្ដីរឿងអ្នកផឹកស្រាណាមកស្ដាប់ស្ដីអ្នកចាក់កតុយលេខអ្នកដើរលេងជុលមន់ក៏អត់ស្ដាប់ស្ដីបានតែយាយគ្នាឯងដដែលស្ដីយូរទៅអត់បែងអ្នកស្ដីនឹងទៀតទី1ពុទ្ធបរិស័ទស្ដាប់ឬសិក្សាព្រះធម៌ដោយសេចក្តីគោរពឥឡូវយើងមើលតែយើងនាំគ្នាបដោតរឿងសិក្សាធម៌អត់ទូទាំងប្រទេសណាគ្រប់វត្តអារាមណាមានទេមានកម្មវិធីសិក្សាអត់សូវមានទេយ៉ាងច្រើនមកវត្តសូត្រតាមគេមិនដឹងខុសត្រូវផងជាងកាលអ្នកខ្លាំងចូលវត្តយូរដល់សូត្រយ៉ាងកេងចេកកលកម្មងដឹងស្អីសូត្រវាអត់ច្បាស់ព្រោះអត់មានអ្នកផ្ទៀងផ្ទាត់អត់មានអ្នកស្អីភាកច្រើនហ្នឹងចឹងញាតិញោមតែស្ដាប់ធัวយូរហើយថ្ងៃមុនមកឮទៀតយ៉ាងកេងកលកម្មងទៅចឹងហ្នឹងអត់ច្បាស់នឹងប្រែថាម៉េចកលកម្មងណាហ្នឹងយ៉ាងកេញចកិច្ចកម្មងអីចឹងអញ្ចឹងមិនមែនតែវិស័យពុទ្ធសាសនាទេញាតិញោមសពថ្ងៃស្រុកយើងខ្សោយទាំងអស់វិស័យអប់រំឃើញហើយប្រៀបជាមួយប្រទេសគេមិនដឹងស្អីវិញទេដល់ប្រឡងក្រិតក្រមមែនទែនជាប់មិនបាន 50% ផងនឹងបាន 25% ធនធានមនុស្សនៅឯណានឹងវាធ្លាក់នេះធ្លាក់នឹងអញ្ចឹងបានក្មេងម្នាក់គេយករឿងហ្នឹងមកសួរអាត្មាលោកបងគិតមិនដែរគេប្រឡងឆ្នាំនេះតឹងតាមពិតវាមិនមែនតឹងទេវាគ្រាន់តែធ្វើតាមច្បាប់អត់តាមកយើងគិតថាឆ្នាំនឹងតឹងមកពីយើងមុនលួយមែនទេយើងទៅរត់ម្ដងយកថាអីក៏តឹងម៉េះអាហ្នឹងជាការសម្ដែងថាអារាប់10ឆ្នាំកន្លងហើយហ្នឹងវាធូរមែនទេប៉ុន្តែតាមពិតស្រុកគេធ្វើតែអញ្ចឹងប្រឡងព្រោះគេដាក់កាមេរ៉ាទៀតងាកខណៈងាកមិនស្រួលហ្នឹងតែกระดาษក្រហមហ្នឹងលែងមានសិទ្ធិប្រឡងនៅស្រុកគេហើយគេមិនថាតឹងមិនក៏គេមិនថាតឹងព្រោះវាធ្លាប់តែអញ្ចឹងហ្នឹងហើយដល់យើងឆ្នាំនេះត្អូនគ្រប់គ្នាថាតឹងមកពីមើលប្រយ៉ងវាមិនកើតថាតឹងបដ ாய் ទៅមែនទេហ្នឹងអញ្ចឹងមកពីឆ្នាំមុនវាមិនហ្នឹងហើយ
ហើយយើងទៅដើរមិនតន់ស្រុកគេញាតិញោមអាត្មាទៅឃើញក្មេងនៅស្រុកគេណាអត់មានពេលតនេដូចយើងទេអង្គុយនៅពលានយន្តហោះក៏ដោយនៅនឹងស្ថានីយ៍រថភ្លើងក៏ដោយគឺតែងតែមានសភៅអានយ៉ាងហោចអានកសែតហើយគឺសម្រាប់ដេកមិនសូវនិយាយគ្នាលេងអីញញ៉ៃខ្មែរយើងបើអត់ជួបគ្នាទេដេកទៅដំណើរហ្នឹងណាហើយបើថាមិនដេកទេជួបខ្មែរគ្នាអីនិយាយគ្នាលេងទៅអញ្ញខ្ញុំមើលតាមឡានក្រុងយើងដែលដើរតាមឡានក្រុងឯងឡានក្រុងគឺច្រើនចាក់រឿងកំ pl ែងអាត្មាធ្លាប់ដើរមានជនជាតិបរទេសប្រមាណអ្នកនៅលើឡានហ្នឹងដែរយីពីខ្មែរយើងសើចកិលឲ្យពួកបរទេសជាមើលមុខនឹងគេអានសភៅហើយយើងខ្ញុំមើលជិះឡានប្រមាណម៉ោង3ម៉ោង4ម៉ោងបើអានសភៅអត់ណាស់ក៏បាន4 10ទំព័រដែរឃើញទេអញ្ចឹងញាតិញោមមើលចុះនៅពេលណាដែលជនជាតិមួយមិនស្រឡាញ់ការចេះដឹងហើយណាគ្មានរីចម្រើនទេគ្មានរីចម្រើនទេទោះបីអាមេរិកកាំងឲ្យលុយមួយឆ្នាំ100លានមួយឆ្នាំ100លានលុយនឹងអត់រីចម្រើនទេរបៀបដូចយើងចែកទ្រព្យឲ្យកូនល្ងងអញ្ចឹងហ្នឹងបើកូនឆ្លាតលុយតិចតួចចេះបណ្ដោះលុយនឹងឲ្យវាបានច្រើនតែបើកូនល្ងងឲ្យទាំងអស់ហ្នឹងកន្តិចអស់ហើយអញ្ចឹងប្រជាជាតិមួយដែលសម្បូរដោយមនុស្សល្ងងម៉េចរីចម្រើនទេហើយប្រទេសហ្នឹងខ្ទេចដោយសារប្រជាជនហ្នឹងមើលតាំងអាត្មាតាមដានយូរតាមដានតាំងពីអាត្មានៅក្មេងនាំគ្នាកាច់ក្បាលអ្នកតាយករូបចម្លាក់លួចរូបព្រះយកទៅលក់អស់លេងចេះស្រឡាញ់ហ៎ពីណាអ្នកបំផ្លាញពីណាអ្នកបំផ្លាញខ្លួនឯងហ្នឹងណាខ្លួនឯងហ្នឹងលឺម្ដងលក់បាន50តលឹង100តលឹងកាច់កព្រះយកទៅលក់អស់ព្រះអង្គបុរាណហ្នឹងហ្នឹងគ្រាន់តែមិនបាច់ថាយើងកសាងអីបន្ថែមគ្រាន់តែថែរបស់ចាស់ហ្នឹងថែអត់បានមកពីអីមកពីអត់យល់នឹងមិនឲ្យតម្លៃគ្មានមោទនភាពជាតិខ្លួនឯងទៅឃើញតែរបស់គេនឹងល្អស្អាតរហូតដល់ថ្ងៃហ្នឹងអាចារ្យខ្មែរហើយអាចារ្យចិនណាថ្លៃជាងហ៎ហ្នឹងបើនិយាយពីដេញប្រដាប់លោតវិញចិនគេមានម៉ុងសាយខ្មែរមានដេញទីងមងណាថ្លៃជាងម៉ុងសាយទៅលោតមុខផ្ទះតិច50 100 200មែនទេ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 ហ្នឹងជាយ៉ាំខ្មែរក៏មានខ្មែរតាមពិតមានគ្រប់ប្រដាប់ទាំងអស់ប៉ុន្តែលើកតម្កើងទេសួរថាយួនអ្នកបំផ្លាញយើងចិនអ្នកបំផ្លាញយើងអត់ទេខ្លួនឯងទឹកជ្រាបព្រោះទំនប់មិនមមទឹកលិចចូលទូកព្រោះទូកធ្លុះយ៉ាងណាមិញមិនមែនប្រទេសជាតិណាមកសម្លាប់យើងមិនបាច់អន់ចិត្តទេទ្រាំទៅកម្មយើងទេនឹងចឹងឯងអាត្មាគ្មានទៅបតោសយួនគ្មានទៅបតោសថៃគ្មានទៅបតោសស្អីទេយើងម្នាក់ហ្នឹងដូចព្រះសម្មាសម្ពុទ្ធណាព្រះសម្មាសម្ពុទ្ធដែលទៅបតោសសាសនាដទៃឯងអត់ទេព្រះអង្គថាសាសនាតថាគតនេះណាស្ថិតប្រកបនឹងអ្នកណាដែលមានចិត្តជ្រះថ្លាប្រព្រឹត្តត្រូវតាមលំអានផ្ដាំអនន្តអញ្ចឹងសាសនាតថាគតនេះរុងរឿងរីចម្រើនក៏ដោយបរិស័ទទាំង4អាប់អន់ទៅវិញក៏ដោយបរិស័ទទាំង4ដែរព្រះអង្គមិនដែលថាអាប់អន់ដោយសារយេស៊ូអាប់អន់ដោយសារអ៊ីស្លាមអាប់អន់ដោយសារព្រហ្មញ្ញមិនដែលទេញាតិញោមហ្នឹង
ដូចជាឥទ្ធិពលវប្បធម៌បរទេសដែលជ្រាបចូលខ្មែរយើងអត់អាចបន្ទោសគេបានទេពីព្រោះសពថ្ងៃក៏ដូចជាសម័យណាក៏ដោយសាសនាគឺយើងមានសិទ្ធិផ្សាយដូចគ្នាពុទ្ធសាសនាក៏មានសិទ្ធិផ្សាយសាសនាដទៃក៏គេមានសិទ្ធិផ្សាយអ្នកខ្លះអត់យល់ពីហេតុផលគិតតែខឹងគេព្រះសម្មាសម្ពុទ្ធបង្រៀនយើងឲ្យយើងផ្ដើមពីខ្លួនយើងម្នាក់អង្គរបស់បណ្ឌិតមាន4ដំបូងត្រូវផ្ដើមពីខ្លួនឯងអត្តសុទ្ធិណាមុននឹងយើងណែនាំអ្នកដទៃឲ្យធ្វើអីអ្វីមួយដែលជាអំពើមានប្រយោជន៍ត្រូវផ្ដើមពីខ្លួនឯងប៉ុន្តែយើងឥឡូវនេះទាំងអស់គ្នាចូលចិត្តអង្គុយនិយាយដើមគ្នាវាមិនកើតអញបើអញធ្វើមេស្រុកអញមិនធ្វើចឹងទេឃើញទេប៉ុន្តែខ្មោចទេនិយាយតែចឹងតាំងពីយូរបើអញធ្វើមេភូមិមិនអញ្ចឹងទេហើយបើអញធ្វើសក្តិក៏មិនអញ្ចឹងដែរបើអញធ្វើអាចារ្យក៏មិនអញ្ចឹងដែរប៉ុន្តែសួរអញរាល់ថ្ងៃហ្នឹងអញជាស្អីអញជាបាសកម្នាក់ទូនាទីបាសកធ្វើបាននៅអញ្ចឹងតើគេបន្ទោសវិញថាគ្រាន់តែទូនាទីជាបាសកធ្វើមិនកើតមកធ្វើអាចារ្យហ៎មែនទេហ្នឹងញាតិញោមវិញទូនាទីជាប្រជារាស្ត្រតែប្រជារាស្ត្រហ្នឹងស្គាល់ទូនាទីខ្លួនឯងទៅត្រូវធ្វើអីនៅធ្វើតែមនុស្សល្អម្នាក់ម្បានហ្នឹងខ្លះទៅលួចដើរឆក់ដើរប្លន់ឃើញទេធ្វើតែមនុស្សល្អម្នាក់មិនតាន់កើតផងមកឡើងទៅធ្វើមេស្រុកទៀតមិនទៅដើរតែបន្ទោសទៅគ្នាហ្នឹងហើយអ្នកអត់បួសភាកច្រើននិយាយតែដើមលោកគាត់តែលោកយូគេមុនចូលឆាន់នៅហាងឆ្ងាញ់ម្ដងនិយាយដើមលោកដែរលោកមិនដែលបានឆ្ងាញ់រាល់ថ្ងៃណាយូគេមុនទៅម្ដងសោះហ្នឹងណាហើយមានទៅខុសវិន័យអីផងហើយឯងនឹងក៏ទៅកាហ្វេផងទៅមើលទូអទោះផងចូលហាងកាហ្វេហាងមនុស្សក៏មានទៀតហាងស្អីក៏មានលោកមិនដែលចំណែនម្ដងផងមែនទេហ្នឹងហើយអញ្ចឹងមិនយ៉ាប់ហ្មងមែនអាត្មាជាលោកឯងនិយាយកាន់គ្នាឯងមិនមែនទេវាអញ្ចឹងហ្នឹងអង្គុយតែអញ្ចឹងហើយបើអាត្មាថាឲ្យវិញបើបកកែមកបួសម្ដងមកអាត្មាមានតែហាមឯណាធ្វើឲ្យល្អជាងអាត្មាមើលអាត្មារៀនធ្វើតាមវិញមែនណាញាតិញោមសើចមិនតន់ដល់ឥឡូវចូលសំណួរវិញគណៈឃុំរោងហ្នឹងអស់ចិត្ត1ម៉ោងហើយទី1ព្រះអង្គសម្ដែងថាពុទ្ធសាសនារីចម្រើននឹងដោយហេតុ5ទី1គឺស្ដាប់ឬរៀនសិក្សាដោយសេចក្តីគោរពហើយទី2សកច្ចាំងធម្មំថេរេនតិត្រួតត្រងទី2ស្វាត់ជាយសន្តោសស្វាត់ជាយកុំឲ្យវាភ្លេចសច្ឆេយន្តៈសច្ឆេយន្តៈស្វាត់ជាយដោយសេចក្តីគោរពស្អីក៏ដោយចេះហើយយើងមិនរំលឹកភ្លេចអត់ហ្នឹងហើយភ្លេចហើយទី3គឺការត្រួតត្រងទុកដោយល្អហ្នឹងត្រួតត្រងចាំនឹងតែម្ដងដូចជាថាវាភ្លេចតាណាវាមិនច្បាស់តាណាចូលទៅដល់ទី4គឺសាកសួរគ្នាឲ្យច្បាស់ទៅនៅក្នុងមង្គលមានពាក្យមួយដែលព្រះអង្គសម្ដែងថាធម្មសាកច្ឆាអេតាមំកលមុតតមំការសន្ទនានៅធัวទៅវិញទៅមកតាមកាលនាំមកនៅមង្គលហើយក្នុងព្រះអត្ថកថាបញ្ជាក់ច្បាស់ថាដើម្បីញ៉ាំងនៅអង្គធម៌នេះឲ្យសម្រេចគឺសន្ទនាគ្នាទៅរាល់ថ្ងៃអបោសថសិលទៅវត្តណាឬក៏ជួបជុំគ្នានៅសាលាបុណ្យណាអញ្ចឹងទៅមានធម្មសាកច្ឆាស្វែងរកសេចក្តីចម្រើននឹងដោយមានអ្នកចេះដឹងជាអ្នកដឹកនាំអញ្ចឹងទៅមានគម្ពីរដីកាអាងនឹងគឺជាការពង្រីកចំណេះដឹងនិងបំបត្តិចម្ងល់នៅក្នុងចិត្តសន្តានម្នាក់ប៉ុន្តែអត់ទេអាត្មាឃើញតិចណាស់ដែលតាមវត្តអាចមានសម្ដែងធម៌ថ្ងៃសិលតិចមែនទែនជួនកាលគ្រាន់មកសុំសិលមកទៅបាត់ដល់លីងតែគណៈកម្មការអតីតវត្តអាត្មាវត្តកំណើតនៅស្រុកកំណើតថ្ងៃសិលគាត់បញ្ញាប់ទៅវិញគាត់ថាបញ្ញាប់អីថ្ងៃនេះត្រូវ
ធ្វើមេគេផងមេអីមេប៉ោងប៉ោសតសិលប៉ោសតសិលគាត់អ្នកលេងប៉ោងលេងបៀដល់ពេលលោកថាឲ្យគាត់ទេប៉ោសតមានហាមឲ្យលេងបៀណាគាត់ថាអញ្ចឹងប៉ោសតមានហាមឲ្យលេងបៀណាកណាចាក់ត្រូវបានយកកណាមានលួចណានឹងហើយអញ្ចឹងនៅវត្តមួយនឹងញាតិញោមសនំពោឲ្យមានការសម្ដែងធម៌ថ្ងៃសិលគណៈកម្មការវត្តគាត់ថាម៉េចគាត់ថាអូអាឡ័យទៅឲ្យលោកទេសនាហ្នឹងរីលុយទៅបូជាពធបានទៅលោកអស់បានអីកសាងបាច់ទេហេហ្នឹងលោកឲ្យទៅសិលបានទុករីលុយកសាងវត្តញាតិញោមនឹងរីចម្រើនទេហ្នឹងញាតិញោមអរិទេពហិមានក៏មានមិនមានក៏ឲ្យទៅអាត្មាធ្វើវត្ត13ឆ្នាំមិនតាន់មានពហិផងណោះព្រោះមានស្លាប់ទៅឯណាអត់តាន់មានផងហ្នឹងប៉ុន្តែនិយាយពីដំបូងអាត្មាតស៊ូមតិមួយញាតិញោមនិយាយពីដកបេអញ្ចឹងវត្តអត់ពហិធ្វើបន់បានវត្តអត់ពហិធ្វើបន់បានមើលទៅគាត់ចេះណាស់អញ្ចឹងណាញាតិញោមមើលសម័យព្រះមានវត្តប្រមាណលោកនៅក្នុងព្រៃហ្នឹងអញ្ចឹងគេធ្វើបន់នោះអត់បានទៅឋានសួគ៌ទេសម័យនោះចេះតែនិយាយទៅមកបងសំដែងពីទានសិលភាវនាមិនសាលាកត់ព្រះវិហារឯណាអាហ្នឹងមានក៏មានក៏ឲ្យទៅគេធ្វើប្រកេនក៏ប្រកេនទៅបើមិនប្រកេនក៏ឲ្យទៅវាអញ្ចឹងសីមាហ្នឹងយើងកាមិនបាច់មានពហិស្អីទៅចងតែថ្មនៅព្រៃអត់សីមាតល់ច្រកចុងស្ទឹងបាចទឹកទៅដល់តាណាសីមាតំណឹងធ្វើកម្មទៅមានស្អីស្រួលសឹងអីមែនទេប៉ុន្តែពេលដែលគាត់និយាយគាត់មិនមែនថាហ៊ីធ្វើវត្តអត់ពហិអញ្ចឹងអត់មានបញ្ហាអីទេគាត់មិនមែនសួរអញ្ចឹងឯណាគាត់ចេញមកដោយគាត់ច្បាស់ពីព្រះមកអញ្ចឹងវត្តអត់ពហិធ្វើបន់បាននិយាយពីអាត្មាទទួលដូចក្របបេប្លង់បុចរហូតហ្នឹងប្រកែអញ្ចឹងខ្ជិលធ្វើមកធ្វើទុំឆែតដីមុនមកមើលមែនទេហ្នឹងមូលហេតុនៃការមិនសិក្សារៀនសូត្រពិបាកណាញាតិញោមចឹងមិនឃើញពាក្យមួយគេនិយាយថាអ្នកកំអឡើយអ្នកចង់ទៅធ្វើអ្នកចេះជាមួយនឹងនៅជុំវិញអ្នកដែលគេអត់ចេះអ្នកនឹងត្រូវគេនិយាយថាអ្នកជាមនុស្សឈួតមែនអត់ហ្នឹងមួយទៀតគេថាអ្នកកំអឡើយទៅធ្វើអ្នកមាននៅក្នុងស្រុកមួយដែលសុទ្ធតែអ្នកក្ររួមមិនសុខទេណាគេលួចគេប្លន់អស់ណាអញ្ចឹងមិនអ្នកមានស្រុកយើងនេះភ័យខ្លួនណាទៅណានិយាយពីអង្គរៈដល់អ្នកមានស្រុកអ្នកមានដើរទៅស៊ីការ៉េមួយកូនក្មេងអូបាម៉ាអីដើរឃើញអត់ហ្នឹងដើររត់សភារត់អីគេចូលទៅផ្សារទៅអីគ្មានពីណាដឹងអ្នកធំអ្នកតូចទេតរងជួដូចគ្នាមកក្រោយគេនៅក្រោយគេចូលទៅពេទ្យនឹងចុះឈ្មោះអត់មានអូលោកតំណាងរាស្ត្រមកអីអត់ហ៊ានតែទៅដើមមុខថាអញតំណាងរាស្ត្រគឺថតចុះកសែតពិបាកធ្លាក់តណៃទៅឥឡូវហ្នឹងហើយអ្នកធំស្រុកគេធ្វើខុសទោសធ្ងន់ជាងអ្នកតូចជាពិសេសចរាចរស្អីនេះឲ្យតែអ្នកធំខុសគឺប៉ូលីសសនុកចាប់មែនតើប៉ូលីសណាចាប់អ្នកធំធ្វើខុសបានឡើងសាក់ហ្មងស្រុកគេណាអញ្ចឹងហ្នឹងហើយមើលឆ្នាំមុនកាលពីGeorge W Bush នៅធ្វើប្រធានាធិបតីកូនស្រីគាត់ទៅអាយុ18ខ្ចីឡៃសិនរបស់មិត្តភ័ក្តិទៅទិញស្រាផឹកជាប់គុកអស់មួយយប់ដែរនៅអាមេរិកកាំងផឹកស្រាតើមានឡៃសិនដូចបើកបរឡានអញ្ចឹងអាយុ21បានមានសិទ្ធិទៅទិញស្រាផឹកក្រោយពីនឹងទៅទិញឲ្យគេក៏ជាប់ទោសដែរឯឯងនេះកាន់ដបស្រាតាំងមិនតាន់ឈឹបមុំមែនទេហ្នឹងហើយប្រទេសកាន់ពុទ្ធសាសនាបាតគ្រឹះដំបូងគឺសិល5បន្ទាយបំផុតស្រាខ្លាំងជាងប្រទេសអ្នកអត់កាន់ពុទ្ធសាសនាទៀតរីកចម្រើនស្អីញាតិញោមរីកស្រាគេថាស្រុកខ្មែរកាន់ពុទ្ធសាសនា 95% អាត្មាថាខុស
ស្រុកខ្មែរផឹកស្រា 95% អាត្មាជឿជាងនិយាយពីអ្នកមកកាន់សិលមិនមែនឃើញទោសថាអូស្រានឹងប្រពុតហាមចេះអញមកកាន់អត់ទេដល់មើលទៅរៀងដូចចាស់ហើយមុំទៅវត្តអញ្ចឹងវាមិនមែនចេតនាទេអាត្មាមើលណាដល់ផឹកលេងសមហ្មងបានឲ្យទៅវត្តមែនអត់បើថានៅផឹកសមហ្នឹងមិនតាន់ឈប់ទេណាឥឡូវខ្លាច់កូនខ្មាស់គេខ្លាច់ឯងនៅចាស់ហើយមិនឈប់ផឹកទៅមិនកើតវាមិនមែនទៅឃើញលំអថាអូពពុទ្ធសំដែងនោះវាចេះខ្ញុំបានស្ដាប់ធូននោះវាភ្ញាក់ខ្លួនចេះងាយមានទេមែនអត់ងាយទេឈប់ទៅផឹកហ្នឹងមកពីទៅផឹកលេងសមទេហ្នឹងទី4ហ្នឹងមិញទី4ហើយទី5គឺបដិបត្តិដោយសេចក្តីគោរពហើយពុទ្ធសាសនាអបអរទៅវិញដោយហេតុ5ដែរទី1គឺអត់ស្ដាប់អត់សិក្សាទី2មិនស្វាត់ស៊ីទី3មិនត្រួតត្រងទី4មិនសង្កេតអត្តន័យសាកសួរគ្នាឲ្យបានច្បាស់លាស់ទី5មិនគោរពប្រតិបត្តិអាហ្នឹងដួលហើយនៅវត្តនៅប្រាសាទនៅវិហារអត់ប្រយោជន៍ទេដូចនៅឥណ្ឌូនេស៊ីមានប្រាសាទមានពុទ្ធរូបប៉ុណ្ណាណីពុនសួរថានៅជុំវិញនឹងណាកាន់ពុទ្ធសាសនាអត់ថ្មអត់ចេះនិយាយទេនៅអាហ្គានីស្ថានគឺធ្វើពុទ្ធរូបជាប់នឹងជញ្ជាំងថ្មគ្រាន់តែបានបញ្ជាក់ថាពីសម័យមុនកន្លែងហ្នឹងគឺកន្ធរៈដែលកន្លែងពុទ្ធសាសនារីចំរានមនុស្សអ្នកកាន់ពុទ្ធសាសនាស្លាប់បាត់អស់ក្រោយមកឈប់មានអ្នកកាន់ថ្មហ្នឹងអត់ចេះផ្សាយធัวទេទីបំផុតវាទៅជាទៅដៃទៅជើងគេដាក់ក្របបែកបំផ្លាញចោលតែហ្មងអញ្ចឹងស្អីក៏ដោយដើម្បីឲ្យរីកចម្រើនត្រូវកសាងមនុស្សសិនមែនណាហ្នឹងដើម្បីឲ្យវត្តរីកចម្រើនវាទល់តែកសាងមនុស្សឲ្យចេះស្រឡាញ់វត្តបើមនុស្សអត់ចេះស្រឡាញ់វត្តទេមានវត្តឲ្យឆ្លោះគ្នាតែហ្មងនៅអាមេរិកកាំងឆ្លោះគ្នាទៅរឿងវត្តហ្នឹងវត្តមួយនោះប្តឹងគ្នាដឹងមិនទេឡើងតុលាការអត់យកលុយខ្លួនឯងទៅឡើងទេគណៈកម្មការឆ្លោះគ្នាយកទៅលុយវត្តមកធ្វើវិហារអស់ជាង$1 លានហើយឆ្លោះមិនតាន់ត្រូវគ្នាតិចទៀតលក់វត្តហ្នឹងទៀតយល់ថាម៉េចហ្នឹងហើយទី2សួរថានិរុត្តបិដកគឺអ្វីបិដកគឺជាអ្វីដែលព្រះសម្មាសម្ពុទ្ធសម្ដែងជាបរិយ័តប៉ុន្តែដែលដាក់ពាក្យថានិរុត្តវាពាក់ព័ន្ធនឹងភាសាអញ្ចឹងណានិរុត្តហ្នឹងមានន័យថាជាភាសាអាចចងគ្រាកនៅធម៌នឹងមកបានដោយសារភាសាប្រសិនបើអត់មានភាសាសម្រាប់និយាយទេអត្តន័យធម៌នឹងត្រូវកប់បាត់ហ្នឹងហើយដោយពេលដែលព្រះអរហន្តខៃណាស្របទាំងឡាយត្រូវធ្វើសង្គាយនាត្រូវរកភិក្ខុណាដែលមានបដិសម្ពិទាចេះច្បាស់នៅក្នុងភាសានឹងតែម្ដងហៅថានិរុត្តបដិសម្ពិទាបើអត់ច្បាស់នៅក្នុងឫសគល់ពាក្យនីមួយនៃធម៌ទេមិនយកចូលទេព្រះអរហន្តធម្មតាក៏អត់យកដែរហ្នឹងដូចជាបត្រៃបិដកដែលត្រូវចារឡើងឲ្យមានជាបែបផែនសម្រាប់រៀនហ្នឹងគឺវាពាក់ព័ន្ធនឹងនិរុត្តហ្នឹងបើអត់មានភាសាសម្រាប់ចារសម្រាប់សរសេរបង្ហូរនៅន័យហ្នឹងមកបានទេអត់បានទេហ្នឹងដោយសារជនជាតិនីមួយមានភាសាប្រចាំខ្លួនយើងក៏ចម្លងបិដកហ្នឹងទៅតាមភាសារបស់ខ្លួនតាមរយៈនិរុត្តនេះភាសានឹងឯងខ្មែរក៏សរសេរជាភាសាខ្មែរថៃក៏សរសេរជាភាសាថៃលង្កាក៏ភាសាសីហលៈភូមាក៏តាមភាសាភូមាយ៉ាងទៅប៉ុន្តែអត្តន័យបិដកនៅតែជាបិដកតែវាហូរទៅតាមភាសានៃជនជាតិនីមួយហើយចំណុចទី4តើធ្វើយ៉ាងណាដើម្បីឲ្យមនុស្សមានសាមគ្គីជាមួយគ្នាមានអីក្រៅពីការសិក្សារៀនសូត្រឲ្យយល់នឹងឯងហើយធម៌ដែលនាំឲ្យសាមគ្គីគ្នាមាន6មានមេត្តាកាយកម្មមេត្តាវិច័យកម្មមេត្តាមនោកម្មសីលសម្បញ្ញតាទិដ្ឋិសម្បញ្ញតានិងសាធារណភោគីប៉ុន្តែវាឈានទៅដល់ចំណុចហ្នឹងវាតើតែមនុស្សមានការចេះដឹងច្រើនមានការអប់រំល្អបានចម្រើនធម៌នឹងបានហ្នឹងហើយអាត្មាសម្ដែងប៉ុណ្្នឹងចុះមិនតទៅទៀតទេព្រោះនៅមួយកន្លែងទៀតហើយញាតិញោមត្រូវអភិសេកផងណាអញ្ចឹងប៉ុណ្្នឹងចុះ
លើលោកខ្វះខាតសូមអធិស្ឋានឲ្យអធិស្ឋានពីម្ចាស់មេក្រូផងកាត់មុខកាត់មាត់អីយកមេក្រូយកមកដាក់ដោយសារសំដែងទៅអាត្មាថាសំឡេងវាឡងមកក្រោយអាត្មានិយាយវាទៅជាភ្ញាក់អញ្ចឹងណាមេក្រូនៅឆ្ងាយពេកនិយាយទៅមេក្រូវាបញ្ជូនសំឡេងឲ្យអាត្មាវិញអត់បានមិនទេអត់កើតចាំមិនឲ្យបិទហ្នឹងមិនបង្អន់អីទេមេក្រូនឹងលឺល្អហើយប៉ុន្តែវាលឺតែទៅក្រៅហើយពធទេសនាប្រាក់បូជាសរុបមាន5,11700 រៀលហ្នឹងណាចូលប៉ុនជាមួយម្ចាស់ដើមប៉ុនđấyចង់ធ្វើអីក៏បានដែរសម្រាប់ចង្ហាន់ប្រសង់ឬក៏កសាងនេះអត់មាននៅជាពាក់គេណាអត់ទេហ៎អត់មានជាពាក់ទេហ្នឹងហើយវត្តហ្នឹងខ្វះខាតអីធ្វើហ្នឹងចង្ហាន់លោករៀនសូត្រអីហ្នឹងអញ្ចឹងចាស់ប៉ុនអ្នកចាត់ចែងចុះបាទសូមអនុមោទនាนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะพุทธรัตนังธรรมรัตนังสังฆรัตนังអ្នកមានមិសូមនមស្ការថ្វាយបង្គំឧទ្ទិសដៅចំពោះគុណកែវទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដ៏ខ្ពង់ខ្ពស់សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីគ្រប់គ្នាសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទសាធុសប្បុរសប្រុសស្រីគ្រប់គ្នាពិសេសមានម្ចាស់ដើមទានប្រធានបុណ្យមានឧបាសិកាអឹងកឹមឡាយឯណាជើញមកទេចាស់បុណ្យអឹងកឹមឡាយណាបាសិកាកិនស៊ីលេងហ្នឹងបាសិកាសុយឡាំងហៀងណាហើយនឹងលោកឡុងណារងលោកសុយប៊ុនថនហៅនរិទ្ធនិងអ្នកស្រីនរុនរំទាំងកូនលោកអូនចន្ទថាហៅផលនិងអ្នកស្រីសុយស៊ីណាហៅស្រីណាមួយណាអញ្ចឹងព្រមទាំងកូនកូនបាសកកៅប៊ុនណានិងបាសិកាសុយស៊ីណេតនឹងទាំងអស់គ្នារួមជាមួយសាច់ញាតិបងប្អូនបានផ្ដួចផ្ដើមធ្វើបុណ្យកតញ្ញូកតវេទីបច្ច័យ4និងចម្រើនបច្ចុប្បន្នជូនចំពោះអ្នកម្ដាយគឺបាសិកាហួតគឹមហ្នឹងហ្នឹងហើយនៅក្នុងប្រូក្រាមគឺយើងខ្ញុំត្រូវជាកូនប្រសានិងចៅទួតអត់តាន់មានលួតទេមានលួតអូចប់ហើយហ្នឹងបានមូលមតិគ្នាជាឯកច្ឆន្ទធ្វើបុណ្យកតញ្ញូកតវេទីបច្ច័យ4និងចម្រើនបច្ចុប្បន្នជូនចំពោះអ្នកម្ដាយបាសិកាហួតគឹមមានបច្ចុប្បន្នអាយុ87ឆ្នាំយុវែងចិត្តស្មើនឹងផ្លូវអាទិត្យភ្លើងហ្នឹងកំពុងមានជីវិតរស់នៅសពថ្ងៃនិងដើម្បីឧទ្ទិសមហាកុសលជូនចំពោះលោកឪពុកសុយប៊ុនហេងដែលបានទទួលនិច្ចកម្មទៅ44ឆ្នាំនឹងសុយប៊ុនហេងនឹងត្រូវជាស្វាមីរបស់គាត់នឹងឲ្យតាំងពីនោះមកនៅម្នាក់ឯងរហូតហ្នឹងអត់មានថែមអីទៀតទេនឹងបុព្វការីជនញាតិកាទាំង7សន្តានក្នុងសង្សារវដ្តដែលបានចែកឋានទៅហើយផង
ហើយកម្មវិធីបុណ្យនេះប្រពធ្វើនៅគេហដ្ឋានរបស់បាសកកៅបុណ្ណានិងបាសកាសុយស៊ីណេតនេះតែម្ដងនៅសាលាឃុំផ្លូវសាលាឃុំវាលវងខាងត្បូងម្ដុំមណ្ឌលកុមារកំព្រាក្រុងកំពង់ចាមកម្មវិធីបុណ្យប្រពធ្វើនៅថ្ងៃសៅរ៍13កើតខែផុតបុត្រឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី6ខែកញ្ញាឆ្នាំ2014ម៉ោង9ព្រឹកជួបជុំកូនចៅសុំខមាទោសជូននៅទេយធម៌និងពិធីស្រោចស្រពសុគន្ធវារីជូនអ្នកម្ដាយអ្នកមានគុណវេលាម៉ោង2ធ្វើបទនមស្ការប្រតនត្រ័យនិងចម្រើនព្រះបរិត្តម៉ោង3រសៀលម៉ោង3កន្លះម៉ោង4នេះអាត្មាបានទទួលភារៈសម្ដែងពធទេសនាម៉ោង5ទៅទទួលភោជនាហារនៅថ្ងៃមុនសម្ដែងធម៌ក៏សូមអនុមោទនានៅសេចក្តីជ្រះថ្លារបស់ម្ចាស់ដើមទានផងហើយនឹងជ្រះថ្លានៅទឹកចិត្តរបស់ញាតិញោមពុទ្ធបរិស័ទដែលផ្អាកការពិសាសិនហើយមកស្ដាប់ធម៌នឹងក៏ជាការលះបង់មួយដែរព្រោះតាមរោងបុណ្យខ្លះអាត្មាទេសអត់កើតព្រោះពិសាបដើទេសបដើហ្នឹងហើយយើងអាចរៀបចំអញ្ចឹងមានន័យថាយើងគោរពព្រះធម៌ទាំងអស់គ្នាក៏សូមអនុមោទនាសាធុតិចមែនសាធុតិចហ្នឹងតំណងជាចង់ទៅរកបបរហ្នឹងមានកម្មវិធីអញ្ចឹងល្អហើយរួចទៅស្អែកម៉ោង6កន្លះព្រឹកប្រគេនយគូប្រសង់ម៉ោង8ព្រឹកពិធីសន្ទនាពធទៀតហើយម៉ោង10ពិធីវេផតតាហារនិងទេយធម៌ប្រគេនប្រសង់ជាកិច្ចបញ្ចប់កម្មវិធីបុណ្យនេះគឺជាសេចក្តីនៅក្នុងប្រូក្រាមបុណ្យបាទហើយមិនដូចជាខានមកកំពង់ចាមយូរមែនណាហ៎មិនដល់ទេណាមិនទេទំខានមកទេហ្នឹងដូចជាទឹកតែខានហ្នឹងខានអត់បានមកបរៀនតាហ្នឹងហើយឥឡូវបែកគ្នាយូរអញ្ចឹងចង់ស្ដាប់ធម៌ប្រភេទអីចង់ស្ដាប់ធម៌ប្រភេទលងលោចឬក៏ទំនើបចម្រុះឬក៏ធម៌បែបសង្វេគGood time.